ស្ត្រីរូបនេះបានមើលកូនស្រីរបស់គាត់ត្រូវឈ្មួញជួញដូរមនុស្សយកទៅប៉ុន្តែនាងមិនបានខាត់ទាន់ពេលផ្ទុយទៅវិញនាងបានបន្ទោសគ្រប់យ៉ាងទៅលើម្ដាយក្មេករបស់នាងម្ដាយក្មេករបស់នាងដែលមានអារម្មណ៍ថាមានកំហុសចំពោះការបាត់បង់ចៅស្រីរបស់ខ្លួនបានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរជាលទ្ធផលដោយមិនដឹងខ្លួនពួកគេទាំងអស់នេះគឺជាផ្នែកនៃអន្ទាក់ដែលកំណត់ដោយស្ត្រីនោះគោលដៅរបស់នាងគឺរងចាំពេលវេលាត្រឹមត្រូវដើម្បីបង្ហាញការពិតវាបានចាប់ផ្ដើមកាលពី4ឆ្នាំមុននៅពេលដែលស្ត្រីដែលតែងតែទូចចង់គ្មានកូននោះស្រាប់តែមានផ្ទៃពោះនាងបានពិភាក្សាអំពីឈ្មោះកូនជាមួយស្វាមីដោយរីករាយប៉ុន្តែគាត់ហាក់ដូចជាមានគំនិតមិនប្រក្រតីមួយសន្ទុះក្រោយរថយន្តរបស់គេបានជួបគ្រោះថ្នាក់ពេលនាងភ្ញាក់ឡើងនាងដេកនៅលើគ្រែពេទ្យហើយកូនក្នុងផ្ទៃក៏បាត់ទៅភ្លាមនោះនាងបានសួរគិលានុបដ្ឋាយិកាថាតើកូននិងប្តីរបស់នាងនៅឯណាគិលានុបដ្ឋាយិកាបានប្រាប់នាងថាកូនរបស់នាងនៅក្នុងបន្ទប់បន្ទាប់ហើយម្ដាយរបស់នាងកំពុងមើលថែកូនដោយភ័យស្លន់ស្លោស្ត្រីនោះប្រញាប់ទៅបន្ទប់បន្ទាប់ខណៈនាងហៀបនឹងបើកទ្វារនាងបានរឿងសម្ងាត់និយាយដោយម្ដាយក្មេកនាងវាបានប្រែក្លាយថាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានគ្រោងដោយប្តីរបស់នាងដើម្បីក្លែងបន្លំទាមទារសំណងធំមួយប៉ុន្តែស្ត្រីរូបនោះសំណាងណាស់ដែលនៅមានជីវិតទើបប្តីបានចង់សម្លាប់ខ្លួនដើម្បីទទួលបានប្រាក់សំណង$500 លានអាមេរិករួចរស់នៅជាមួយស្រីស្នេហ៍យ៉ាងស្ងប់ស្ងាត់ផ្នែកដែលគួរឲ្យស្អប់ខ្ពើមបំផុតគឺពួកគេបានបោះបង់កូនស្រីរបស់ស្ត្រីនោះនៅក្នុងព្រៃជំនួសនាងដោយកូនរបស់ប្តីនិងម្ចាស់ស្រីដោយឬថាកូនស្រីរបស់គាត់អាចនឹងស្លាប់ស្ត្រីនោះក៏ខ្ទប់មាត់យំទាំងអស់សង្ឃឹមវាគឺដោយសារទង្វើដ៏គួរឲ្យស្អប់ខ្ពើមរបស់គ្រួសារប្តីនាងទើបស្ត្រីនោះមានផែនការសងសឹកលុះកូនស្រីអាយុ4ឆ្នាំចិត្តណាមានឈ្មោះជួញដូរមនុស្សយកកូនស្រីទៅបាត់បែរជាស្ដីបន្ទោសទាំងអស់លើម្ដាយក្មេករឿងបាត់បង់ចៅស្រីអស់រយៈពេល5ឆ្នាំបន្ទាប់ពួកគេបានស្វែងរកចៅស្រីរបស់ពួកគេដោយមិនចេះនឿយហត់ខណៈពេលដែលស្ត្រីនោះបានដើរលេងទិញអីវ៉ាន់និងដើរឆ្កែរបស់នាងដោយត្រជាក់ភ្នែកមើលក្មេកក្នុងស្ថានភាពគួរឲ្យអាណិតរបស់ពួកគេ5ឆ្នាំក្រោយមកគ្រួសារដែលស្គាល់គ្នាបានមកផ្ទះរបស់ស្ត្រីនោះដោយអះអាងថាពួកគេបានរកឃើញកូនស្រីរបស់គាត់ស្ត្រីនោះនិយាយភ្លាមថាបានច្រឡំមនុស្សនោះហើយក៏បិទទ្វារភ្លាមពេលនោះម្ដាយក្មេករបស់នាងត្រឡប់មកពីខាងក្រៅវិញហើយពេលបានដឹងដំណឹងថាកម្មវិធីរកឃើញចៅស្រីហើយក៏ត្រេកអរជាខ្លាំងពួកគេកំពុងរៀបចំចូលរួមកម្មវិធីជួបជុំគ្នានៅថ្ងៃបន្ទាប់ទោះជាយ៉ាងនេះក្តីស្ត្រីរូបនេះហាក់ដូចជាមិនខ្វល់ខ្វាយអ្វីទាំងអស់ហើយបន្តដើរចុះក្រោមដើម្បីយកឆ្កែរបស់នាងចេញទោះបីជាក្នុងចិត្តនាងរំភើបចិត្តនៅថ្ងៃបន្ទាប់ក្នុងកម្មវិធីជួបជុំគ្នានោះស្ត្រីរូបនេះបានអង្គុយកាន់ឆ្កែដោយគ្មានអារម្មណ៍ចំពោះម្ដាយក្មេករបស់នាងដែលត្រេកអរខ្លាំងពេកទស្សនិកជនចាប់ផ្ដើមនិយាយដើមពីអាកប្បកិរិយាត្រជាក់របស់នាងពេលក្មេងស្រីបង្ហាញខ្លួនភ្លាមជីតារបស់នាងបានអប់នាងទាំងទឹកភ្នែកប៉ុន្តែស្ត្រីរូបនោះនៅតែអង្គុយមិនមានចលនាមិនយូរប៉ុន្មានកម្មវិធីនេះបានទាក់ទាញអ្នកទស្សនាជាច្រើនលើបណ្ដាញអ៊ីនធឺណិតដែលបានរិះគន់ស្ត្រីនោះថាមិនមែនជាម្ដាយសមអ្វីដែលពួកគេមិនបានដឹងនោះគឺថាក្មេងស្រីតូចនេះមិនមែនជាកូនស្រីរបស់ស្ត្រីនោះទេនាងបានដាស់តឿនស្ត្រីនោះឲ្យអប់កូនស្រីរបស់គាត់ម្ដងហើយតង់ទៀតប៉ុន្តែនាងបានដើរទៅរកកូនស្រីដោយស្ទាក់ស្ទើរពេលដែលនាងតូចលើកដៃឡើងស្ត្រីនោះបានតបវិញដោយខ្ពើមនឹងភាពខ្វក់របស់ក្មេងស្រីនេះគ្រាន់តែជំរុញឲ្យមានការរិះគន់បន្ថែមទៀតពីទស្សនិកជនទូយ៉ាងណាស្ត្រីតែងតែចង់មានកូនដោយសេរីហើយបើមិនមែនដោយសារសម្ពាធរបស់ម្ដាយក្មេកទេនាងនឹងមិនមានកូនឡើយជាងនេះទៅទៀតក្មេងស្រីតូចនេះបានបាត់ខ្លួនដោយសារតែការធ្វេសប្រហែសរបស់ម្ដាយក្មេកដូច្នេះហើយវាមិនមែនជាទំនួលខុសត្រូវរបស់នាងតតែសោះម្ចាស់ផ្ទះបានអន្តរាគមភ្លាមដោយនិយាយថាស្ត្រីរូបនេះមិនទាន់ត្រៀមខ្លួនទទួលយកកូនស្រីរបស់គាត់ទេហើយការសម្ភាសក៏បន្តពេលសួរថានរណាយកក្មេងស្រីកាលពី5ឆ្នាំមុនក្មេងស្រីតូចភ័យខ្លាចមិនហ៊ាននិយាយស្ត្រីដែលសង្ឃឹមថាការពិតនឹងត្រូវបានលាតត្រដាងបានប្រើឆ្កែដើម្បីបំផិតបំភ័យក្មេងស្រីឲ្យនិយាយទីបំផុតក្មេងស្រីតូចនោះបានរំលឹកពីអ្វីដែលបានកើតឡើងកាលពី5ឆ្នាំមុនហើយបាននិយាយថាគឺជាម្ដាយរបស់នាងដែលជាអ្នកជួញដូរយកនាងទៅគ្រប់គ្នាស្រឡាំងកាំងហើយឪពុកក្មេកខឹងក៏ទះកំភ្លៀងនាងពេញមុខនៅពេលនោះស្ត្រីរូប